Cái nào tên này tiếc rồi tới ra tên này tới lên được xí ô mẹ này chờ lòng tới lên bật tê đi tôi à nè score lót đúng không tới lên bật tê nên được óc nè សូមអរគុណដែលបានចុច like និង subscribe channel របស់ខ្ញុំសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងទៅលេងប្រទេសលីទុយអានីដំបូងគឺខ្ញុំជិះឡានក្រុងរយៈពេល4ម៉ោងចេញពីទីក្រុងប្រាកដើម្បីទៅឡើងយន្តហោះនៅប្រទេសអូទ្រីសចំណែកការជិះយន្តហោះនេះគឺមានរយៈពេល1ម៉ោង40នាទីយើងបានមកដល់ពលានយន្តហោះ Venus ហើយប្រទេសលីទុយអានីនេះគឺមានទីក្រុងដែលមានឈ្មោះថា Venus ប្រទេសនេះគឺស្ថិតនៅក្នុងសហគមន៍អឺរ៉ុបនិងជាសមាជិករបស់អង្គការ NATO ប្រទេសលីទុយអានីនេះគឺស្ថិតនៅជិតប្រទេសរុស្ស៊ីផងដែរប្រទេសលីទុយអានីគឺមានប្រជាជនសរុបចំនួន 2.8 សែននាក់ពេលនេះយើងឡើងតាក់ស៊ីចេញដំណើរទៅរកកន្លែងដែលយើងគេងឥឡូវនេះយើងបានមកដល់ផ្ទះដែលយើងបានជួលtop floor หรือ hot นะ welcome back to my channel នោះតើនេះបង đây nè còn là welcome back không bayឆ្វេង ឥឡូវនេះយើងចេញដំណើរទៅរកអីញ៉ាំយប់ថ្ងៃដំបូងគឺយើងនាំគ្នាមកញ៉ាំម្ហូបថៃបងផឹកតែនៅសមុទ្រចឹងណែ នៅថៃ អីសំខាន់គេថែមតែដីឲ្យជឿតេះលេង ngày tha đa lên chẳng ai miễn service salon đo tục ấy vậy nè ភាពស្អាតកំបោះបាន ពេលនេះគឺយើងកំពុងរៀបចំខ្លួនដើម្បីចេញដំណើរដើរលេងបន្តទៀតការដើរលេងលើកនេះគឺយើងមានគ្នាទៅដល់8នាក់ទីក្រុងនេះពោពេញទៅដោយស្ថាបត្យកម្មបែបបារ៉ុកនិងផ្នែកកណ្ដាលទីក្រុងនេះត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះគឺជាផ្លូវអក្សរសិល្ប៍ហើយនៅក្នុងឆ្នាំ2009សិល្បករមួយក្រុមបានសម្រេចចិត្តយកផ្លូវតូចមួយនេះដើម្បីបង្កើតជាផ្លូវអក្សរសិល្ប៍ពួកគេចាប់ផ្ដើមបង្កើតជញ្ជាំងវិចិត្រសាលមួយនៅតាមផ្លូវមួយនេះសម្រាប់ឧទ្ទិសដល់អ្នកនិពន្ធជនជាតិលីទុយអានី អ
គំនិតនេះកាន់តែពេញនិយមហើយឥឡូវនេះមានបន្ទះជាង200ដែលបានគូសនៅលើជញ្ជាំងមានគ្រប់ក្បាច់ពណ៌នៅតាមផ្លូវនេះនេះគឺជាវិហារអានគឺជាវិហារចាស់មួយដែលសាងសង់តាំងពីសតវត្សទី15មកម្ល៉េះហើយវិហារនេះផងដែរគឺព្រះបាទណាប៉ូឡេអុងក៏បានមកលេងនៅទីនេះដែរហើយទ្រង់មានការពេញចិត្តនឹងសំណង់នេះជាខ្លាំងហើយក៏បាននិយាយថាបើសិនជាអាចយកទៅបារាំងបានទ្រង់នឹងយកវាទៅតែម្ដងក្រុមរបស់ខ្ញុំមួយកន្លែងថតមិនតិចជាង20ប៉ុស្តិ៍ឡើងទៅទេនេះគឺជាផលិតកម្មថ្មីសម្ដែងគេចឹងអូតែខ្ញុំនិយាយមែនតើដើរលេងលក្ខណៈអត់បានសិក្សាប្រវត្តិសាស្ត្រអីដើរទៅមកដល់កន្លែងមកដល់ឃើញហើយអាហ្នឹងអីយើងឆែកមើលភ្លាមនេះ Google Live តែរៀង old version តិចអត់ដឹងប្រវត្តិច្រើនទេដូចផ្លូវស្រុកខ្មែរយ៉ាងហ្នឹងទៅទៀតផ្លូវនេះនឹងស្អាតនេះគឺជាមហាវិថីគីឌីមីណាភ្លើងស្តុបនៅស្រុកនេះគឺទៀបដល់ម៉ោងបាយថ្ងៃឥឡូវយើងដើរទៅរកហាងថ្ងៃនេះពួកខ្ញុំសាមហូបស្រុកនេះម្ដងខ្ញុំយកសាឡាត់មួយចានបាយហើយនឹងត្រីដែលគេដុតជាមួយបន្លែហើយនេះចានបងប្អូនគាត់កំងផ្សេងពីខ្ញុំក្រោយពីញ៉ាំបាយថ្ងៃហើយឥឡូវយើងហៅតាក់ស៊ីទៅលេងប្រាសាទត្រាកៃហើយរយៈពេលជិះនេះគឺកន្លះម៉ោងប្រាសាទត្រាកៃនេះគឺស្ថិតនៅកោះមួយកណ្ដាលបឹងប្រាសាទត្រាកៃនេះត្រូវបានសាងសង់នៅសតវត្សទី14ពេលនេះបានក្លាយទៅជាសារមន្ទីរមួយនិងជាគោលដៅទេសចរណ៍ដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេស
ខ្ញុំដើរចូលនៅក្នុងប្រាសាទប្រសិនបើអ្នកចង់មើលប្រាសាទនេះត្រូវទិញសំបុត្រឥឡូវនេះយើងមកមើលគេលក់គ្រឿងអនុស្សាវរីយ៍ម្ដងមានអីគេខ្លះដល់ពេលត្រឡប់ទៅវិញហើយបងប្អូនគាត់ជួល scooter គាត់ជិះទៅចំណតឡានក្រុងឥឡូវនេះពួកខ្ញុំទិញសំបុត្រដើម្បីទៅមើលប៉មនៅខាងលើនេះគឺជាប៉មប្រាសាទគីឌីមីណាប៉មប្រាសាទគីឌីមីណានេះគឺជាសារមន្ទីរប្រវត្តិសាស្ត្រដ៏មានកេរ្តិ៍ឈ្មោះមួយដែលស្ថិតនៅលើកំពូលភ្នំនៅកណ្ដាលទីក្រុងវីនូសហើយវាសាងសង់ដោយព្រះមហាក្សត្រគីឌីមីណាសនៅក្នុងសតវត្សទី14ប៉មប្រាសាទនេះគឺជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសលីទុយអានីនិងជានិមិត្តសញ្ញាប្រជាធិបតេយ្យពីលើប៉មប្រាសាទនេះអ្នកអាចមើលទេសភាព360ដឺក្រេទាំងអស់នៃទីក្រុងវេនូសវាជាកន្លែងដែលទេសចរភាគច្រើននិយមឡើងទៅថតរូបនិងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសនេះក្រោយពីចុះពីលើប្រាសាទនេះហើយពួកយើងនាំគ្នាដើរលេងនៅក្នុងក្រុងបន្តទៀតនេះគឺជាអាហារយប់ចុងក្រោយខ្ចប់មកញ៉ាំនៅក្នុងបន្ទប់តែម្ដងដោយសារហាងដែលយើងចង់ទៅហ្នឹងគឺយើងអត់បានកក់កន្លែងដំណើរកម្សាន្តពីថ្ងៃនេះបានចប់ដោយបរិបូរណ៍ប្រសិនបើបងប្អូនមានមតិយោបល់អីសូមសួរមកចុះខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនបានស្គាល់ប្រទេសលីទុយអានីថែមទៀតជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណ